trong ấy đến cái bảo dương miên collagenឬក៏ផលិត collagen បានល្អ complete ធ្វើតិចនៃទាំង3នេះជាប្រចាំថ្ងៃហើយ collagen ដែលនៅក្នុងរាងកាយរបស់យើងបើសិនជាយើងមាន collagen គ្រប់គ្រាន់រាងកាយរបស់យើងក៏មកមួនស្បែករបស់យើងក៏ភ្លឺថ្លាហើយអត់ងាយមានសភាពជ្រួញជ្រួញឬក៏ភាពចាស់ទេតិចនៃទី1គឺការហាត់ប្រាណយើងអាចហាត់ប្រាណជាប្រចាំថ្ងៃឲ្យបានទៀងទាត់ពីមួយថ្ងៃ30នាទីឬក៏60នាទីឡើងទៅតាមលំហាត់ប្រាណដែលយើងហាត់ការហាត់ប្រាណរបស់យើងនឹងនៅក្នុងកម្រិតស្រាលឬក៏កម្រិតធ្ងន់ដោយសារតែការហាត់ប្រាណវាជួយសំយោគ collagen របស់យើងនឹងឲ្យផលិតកាន់តែច្រើនហើយមួយទៀតជួយបញ្ចេញជាតិពុលធ្វើឲ្យស្បែករបស់យើងនឹងអត់ងាយជ្រួញទេហើយស្បែករបស់យើងនឹងក៏មានរនាំងការពារស្បែកដែលរឹងមាំជាងអ្នកដែលអត់បានហាត់ប្រាណដែរទី2គឺការញ៉ាំផ្លែឈើដែលមានជាតិវីតាមីន C អញ្ចឹងយើងអាចញ៉ាំពពុះផ្លែឈើដែលមានជាតិវីតាមីន C ឲ្យបានគ្រប់គ្រាន់ក៏ប៉ុន្តែកុំញ៉ាំច្រើនពេកតែយើងញ៉ាំជាប្រចាំថ្ងៃមួយថ្ងៃនៅបរិមាណដែលតិចតួចឬក៏សមល្មមទៅតាមរាងកាយរបស់យើងដែលទទួលបានអញ្ចឹងដោយសារតែជាតិវីតាមីន C នេះវាជួយធ្វើឲ្យស្បែករបស់យើងសភ្លឺថ្លាអត់ងាយមានសភាពជ្រួញហើយមួយទៀតជួយកាត់បន្ថយស្នាមអុចខ្មៅនៅលើស្បែកទៀតទី3គឺជាតិចនៃចុងក្រោយដែលយើងញ៉ាំជាប្រភេទអាហារដែលសម្បូរទៅដោយវីតាមីនជាតិអាស៊ីតខ្លាញ់ល្អដែលសម្បូរនៅក្នុងបន្លែបៃតងឬក៏សាច់ត្រីហើយនឹងគ្រាប់ធញ្ញជាតិយើងអាចញ៉ាំជាប្រចាំបានដោយសារតែប្រភេទអាហារដែលមានសារធាតុទាំងអស់នេះវាជួយផលិត collagen នៅក្នុងស្បែកយើងនោះគឺល្អខ្លាំងមែនទែនហើយស្បែករបស់យើងគឺមើលទៅតឹងណែនភ្លឺថ្លាចេញពីខាងក្នុងដែរអញ្ចឹងបើសិនជាកំពុងតែមានបញ្ហាស្បែកយាធ្លាក់ឬក៏ស្បែកអត់សូវហាប់ណែនហើយយាគឺស្បែករបស់យើងគឺកំពុងតែខ្វះ collagen នេះអញ្ចឹងយើងអាចសាកធ្វើតិចនិចទាំង3នៅខាងលើនេះបាន